ការចំណាយទៅលេងប្រទេសចិន7យប់8ថ្ងៃគុណមិញតាលីហើយនឹងលីជាងពួកខ្ញុំទៅដើរលេងនឹងដោយខ្លួនឯងអត់មានទៅតាមធូរទេខ្ញុំជឿថានៅពេលដែលដើរលេងការចំណាយមនុស្សម្នាក់គឺខុសៗគ្នាអញ្ចឹងក្នុងវីដេអូនេះខ្ញុំនឹងរៀបរាប់លម្អិតទាក់ទងជាមួយនឹងការចំណាយរបស់ពីរអ្នកខ្ញុំរាល់ពេលដែលដើរលេងប្រពន្ធនឹងឯងគឺជាអ្នកដែលធ្វើបាត់ចិត្តហើយនឹងការចំណាយទាំងមូលចំណាយទី1នោះគឺមធ្យោបាយធ្វើដំណើរមានដូចជាសម្បត្តិយន្តហោះរថភ្លើងល្បឿនលឿន DD តាក់ស៊ីអីហ្នឹងទៅគឺ5250យន់ទី2កន្លែងស្នាក់នៅគឺអស់880យន់ទី3ការចំណាយទៅលើទិញសម្បត្តិចូលកន្លែងទស្សនាផ្សេងៗ eSIM ហើយនឹងការទំនាក់ទំនងនោះគឺអស់958យន់ចំណាយទី4ការហូបចុកភេសជ្ជៈអីផ្សេងៗគឺអស់1150យន់ចំណាយទី5នោះគឺជាការដើរផ្សារទិញវត្ថុអនុស្សាវរីយ៍ផ្សេងៗអស់ចំនួន987យន់សរុបការចំណាយទាំងអស់សម្រាប់ពីរអ្នកខ្ញុំគឺអស់9220យន់បើគិតជាដុល្លារស្មើឲ្យខ្ទង់1366ដុល្លារចឹងបើសិនជាយើងចែកជា2មកក្នុងម្នាក់គឺអស់683ដុល្លារតែការចំណាយទាំងអស់ហ្នឹងគឺពួកយើងដើរញ៉ាំដើរចាយដើរផឹកដើរអីឲ្យតែឃើញអីគឺយើងទិញហ្នឹងហើយមានស៊ុបយិនសិនមានអីទៀតអត់មានរីថាំទេគឺចំណាយប៉ុណ្ណឹងឯងចឹងបើសិនជាគ្នាយើងចង់ទៅដើរលេងចំនួនថ្ងៃដូចពួកខ្ញុំដែរអាចត្រៀមលុយប្រហាក់ប្រហែលហ្នឹងឬមួយក៏អាចត្រៀមលើសហ្នឹងទៅហើយបើសួរថាទៅខ្លួនឯងនឹងពិបាកអត់ខ្ញុំគិតថាអត់ពិបាកទេអញ្ចឹងបើសិនជាបងប្អូនទាំងអស់គ្នាមានចម្ងល់អាចចូលទៅក្នុង comment សួរបានអ្វីដែលខ្ញុំអាចឆ្លើយបានខ្ញុំនឹងឆ្លើយវីដេអូក្នុងថ្ងៃនេះគឺមានតែប៉ុណ្្នឹងទេអរគុណបាយបាយ